រឿងកម្លាំងសាមគ្គីនាព្រឹកថ្ងៃអាទិត្យដែលមានខ្យល់អាកាសល្អបរិសុទ្ធដាលីនិងឪពុកនាំគ្នាជួយសម្អាតសួនច្បារមុខផ្ទះដូចជាស្រោចទឹកដាំផ្កាកាត់ស្មៅនិងបោចវល្លិជាដើមថ្វីត្បិតថាការងារទាំងនេះនឿយហត់បន្តិចប៉ុន្តែដាលីខានធ្វើកិច្ចការងារផ្ទះជាមួយឪពុកយូរមកហើយទើបថ្ងៃនេះនាងមានអារម្មណ៍ល្អជាពិសេសខណៈដែលពួកគេកំពុងជួយគ្នាដកស្មៅតូចៗចោលនោះឪពុករបស់ដាលីឃើញថ្មមួយដុំធំនៅកណ្ដាលសួនគាត់ក៏ប្រាប់ឲ្យនាងលើកដុំថ្មមួយដុំនោះចេញដាលីស្ទុះប្រយទៅលើកដុំថ្មដោយពុំដឹងថាវាមានទម្ងន់ធ្ងន់ប៉ុណ្ណាទេនាងខំបញ្ចេញកម្លាំងអស់ពីខ្លួនរហូតបែកញើសជោកនៅតែមិនអាចលើកថ្មមួយដុំនោះបានដាលីប្រឹងរហូតដកដង្ហើមដង្ហក់ញើសជាច្រើនដំណក់ហូរស្រក់ពេញផ្ទៃមុខរបស់នាងលោកប៉ាកូនលើកមិនរួចទេថ្មមួយដុំនេះធ្ងន់ខ្លាំងណាស់ឪពុករបស់ដាលីលើកដូច្នោះក៏តបដោយទន់ភ្លន់មករកកូនស្រីវិញចូលកូនសាករកវិធីទៅមើលវិធីណាក៏ដោយដែលកូនគិតថាអាចធ្វើបានវាមិនលើសពីសមត្ថភាពដែលកូនអាចធ្វើបាននោះទេកូនសម្លាញ់ដាលីលើឪពុកនិយាយដូច្នោះនាងខំស្រូបខ្យល់ចូលពេញពោះប្រមូលកម្លាំងទាំងប៉ុន្មានដែលមាននៅក្នុងខ្លួនសាកល្បងលើកថ្មមួយដុំនោះម្ដងទៀតប៉ុន្តែថ្មនៅតែមិនរង្គើដដែលលើកនេះធ្វើឲ្យដាលីបាត់អស់កម្លាំងកាយកម្លាំងចិត្តទឹកភ្នែកជាច្រើនដំណក់ចាប់ផ្ដើមស្រក់ចុះមកឪពុកដាលីដើរយឺតៗចូលមករកកូនស្រីព្រមទាំងយកដៃជូតទឹកភ្នែកឲ្យនាងរួចក៏និយាយឡើងកូនសម្លាញ់ប៉ាឃើញកូនព្យាយាមលើកថ្មមួយដុំនោះណាស់ទោះបីជាដឹងថាខ្លួនមិនអាចលើករួចក៏ដោយប៉ុន្តែកូនដូចជាភ្លេចគិតដល់រឿងសំខាន់មួយទៅវិញដាលីសម្លឹងមើលមុខឪពុកពោពេញដោយការងឿងឆ្ងល់ឪពុកដាលីក៏ពោលបន្តព្រមទាំងញញឹមផ្ដល់កម្លាំងចិត្តដល់កូនស្រីកូនភ្លេចហើយមែនទេថាប៉ានៅឈរក្បែរកូនជានិច្ចហើយប៉ាក៏ត្រៀមខ្លួននឹងជួយកូនផងដែរវិធីដែលកូនមិនទាន់សាកល្បងនោះគឺសុំជំនួយពីមនុស្សដែលកូនស្រឡាញ់នៅពេលដែលកូនចាំបាច់នោះអីដាលីបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលក្រោយមកនាងក៏សុំឲ្យឪពុកជួយលើកដុំថ្មមួយដុំនោះចេញរហូតបានសម្រេចដាលីពោលដោយក្តីត្រេកអរប៉ាធ្វើបានសម្រេចហើយប៉ុន្តែមិនមែនកូនតែម្នាក់ឯងអាចធ្វើបានទេនេះគឺដោយសារពួកយើងទាំងពីររួមកម្លាំងគ្នាដូច្នេះនៅក្នុងរឿងនេះគឺចង់បញ្ជាក់ពីការជំនះបំពេញកិច្ចការអ្វីមួយតែម្នាក់ឯងនៅកលៈទេសៈដែលខ្លួនយើងមិនអាចធ្វើបាននោះមានតែធ្វើឲ្យខ្លួនឯងបរាជ័យប៉ុណ្ណោះដើម្បីដោះស្រាយកិច្ចការធំៗយើងត្រូវតែចេះរួមសហការគ្នាទើបអាចទទួលបានជោគជ័យជាទីគាប់ចិត្ត